ហេតុអីក៏មនុស្សភាគច្រើនខ្លាចនៅក្នុងការនិយាយតើវាគឺជាទម្លាប់របស់មនុស្សឬក៏វាជាវប្បធម៌នៅក្នុងគ្រួសារនីមួយៗមនុស្សភាគច្រើនណាគឺឲ្យហ៊ាននៅក្នុងការនិយាយក្នុងការតបតនៅក្នុងការបដិសេធឬក៏យើងចាប់ផ្ដើម challenge ជាមួយនឹងអ្នកដទៃឯពីពុទ្ធិសាអីពេលខ្លះខ្ញុំគិតថាអាចមកពីមជ្ឈដ្ឋានអាចមកពីគ្រួសារឬក៏មកពីអត្តចរិតរបស់មនុស្សយើងនិយាយពីអត្តចរិតវិញមនុស្សដែលគាត់ជា introvert ឬក៏ extrovert យើងគិតថាមនុស្សដែលគាត់អត់ប្រកែកនិយាយប្រហែលជាគាត់អត់សូវហ៊ានបដិសេធមួយគេហើយមនុស្សដែលប្រកែកនិយាយគាត់ហ៊ានបដិសេធប៉ុន្តែជាក់ស្ដែងពេលដែលខ្ញុំជួបធ្វើការជាមួយនឹងមនុស្សខ្ញុំឃើញថាអញ្ចឹងទាំង introvert ទាំង extrovert គឺពួកគាត់អត់ហ៊ាននៅក្នុងការនិយាយវិសាអីពេលខ្លះគឺអត្តចរិតរបស់គាត់ផ្ទាល់ហើយនឹងការគេហៅថាគំនាបនៃគ្រួសារខ្លួនឯងអញ្ចឹងសួរថាតើយើងគួរតែត្រូវធ្វើម៉េចដើម្បីឲ្យខ្លួនឯងហ្នឹងជាមនុស្សម្នាក់ដែលហ៊ាននិយាយស្ដីហើយហ៊ានបដិសេធ3ចំណុចដែលខ្ញុំចង់ចែករំលែកជូនអ្នកគ្នាដែលទាំងអស់គ្នាអាចយកទៅពិចារណាហើយចាប់ផ្ដើមធ្វើវាក្នុងឆ្នាំ2026បានគឺទី1តេតិនជាមួយនឹងការដែលយើងចេះគេហៅថានិយាយពាក្យថា no ទេសម្រាប់គ្រឿងអីដែលបានកើតឡើងនៅចំពោះមុខទាំងអស់គ្នាដែលវាអត់ទំនងសោះឬក៏វាអត់គួរឲ្យជឿសោះអញ្ចឹងវាធ្វើឲ្យយើងហ្នឹងរៀនផលអំណាចនៅក្នុងការនិយាយជជែកជាមួយនឹងមនុស្សដទៃតែបើសិនជាយើងជាមនុស្សគេហៅថា yes ហ្មងគឺយើងត្រូវទៅតាមគេរហូតហើយយើងអាចនឹងចាញ់បោកគេអញ្ចឹងទៅចំណុចទី2ទាំងអស់គ្នាគឺទៅជាមួយនឹងការតំណាក់តំណងគឺវាសំខាន់បំផុតបើសិនជាយើងអត់ចេះទៅចែកជាមួយគេយើងអត់ចេះនិយាយគេជាមួយនឹងគេទេគឺយើងអត់ទទួលបានឱកាសហ្នឹងទេអញ្ចឹងទាំងអស់គ្នាត្រូវរៀនទម្លាប់នៅក្នុងការជជែកសួរនាំពីគេដើម្បីអីបង្កើតឱកាសសម្រាប់ខ្លួនឯងទី3គឺការរៀននិយាយជាសាធារណៈការដែលយើងទៅរៀននេះគឺយើងនឹងដឹងពីគន្លឹះថាតើយើងគួរតែចាប់ផ្ដើមពីចំណុចណាទៅចំណុចណាមុនព្រោះដោយសារអី situation ណាស្ថានភាពរបស់មនុស្សម្នាក់គឺចាប់ផ្ដើមផ្សេងគ្នាអញ្ចឹងខ្ញុំគិតថាការដែលយើងរៀន public speaking គឺជាគន្លឹះមួយនៅក្នុងការជួយឲ្យយើងយល់ពីខ្លួនឯងហើយយើងអាចនឹង take challenge នឹងសម្រាប់ឆ្នាំថ្មីផងដែរអញ្ចឹងបើសិនជាទាំងអស់គ្នាត្រូវការរៀនខ្ញុំមានបើកថ្នាក់ជូនហើយយើងចូលរៀននៅក្នុងថ្ងៃ3ខែ1នេះចឹងអរគុណទាំងអស់គ្នាកុំភ្លេចថា3ចំណុចសំខាន់ដែលយើងត្រូវតែចាប់ផ្ដើមក្នុងឆ្នាំថ្មីហ្នឹងគឺទី1តេតិនជាមួយនឹងការនិយាយ no ទៅកាន់រឿងអីដែលវាអត់តំណងសោះទី2គឺតេតិនជាមួយនឹងការតំណតំណងជាមួយនឹងមនុស្សដើម្បីបង្កើតឱកាសហើយសម្រាប់ចំណុចទី3គឺទាំងអស់គ្នារៀន public speaking ការនិយាយភាសាសាធារណៈដើម្បីជាគោលគំនិតមួយសម្រាប់ឲ្យទាំងអស់គ្នាណាអាច link ខ្លួនឯងជាមួយនឹងថវិភាពជាក់ស្ដែងអរគុណ